ស្ដីបងប្អូនទាំងអស់គ្នាអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនាផ្កាឈូកដ៏ស្រស់ស្អាតនៅស្រែឈូកបងប្អូនយើងនេះផ្កាច្រើនណាស់បងប្អូនហើយពេលល្ងាចអាត្មានេះម៉ោង5នៅថ្ងៃនៅក្តៅនៅឡើយឯងប៉ុន្តែនិយាយពីសម្រស់វិញណាធានាតាក់ចិត្តហ្មងហើយជាពិសេសផ្កានេះគឺថារីកស្អាតមែនតើហ្មងបងប្អូននេះពណ៌សចាមានខាងពណ៌ក្រហមក៏មានដែរតែនេះខ្ញុំនៅកន្លែងពណ៌សនៅខាងនោះអីច្រើនណាច្រើនមែនតើហ្មងបងប្អូនឃើញហ៎ណាសតែផ្កាអានេះគេដាំយកផ្កាទៅលក់ប្រភេទដាំផ្លែផ្សេងទៀតផ្កាអត់ស្អាតដូចគេដាំយកផ្កាគេមានពូជខុសគ្នា